កងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារដោយអាវុធធុនធ្ងន់និងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់លើទីតាំងរបស់កម្ពុជានៅព្រឹកព្រលឹមថ្ងៃទី8 ខែធ្នូដែលបង្ខំឲ្យជនស៊ីវិលភៀសខ្លួនចេញពីតំបន់ព្រំដែនជាថ្មីម្ដងទៀតក្រសួងការពារជាតិកម្ពុជាបាននិយាយថាកងទ័ពថៃបានបើកការបាញ់ប្រហារនៅម៉ោង 5:04 នាទីព្រឹកនៅតំបន់ជិតប្រាសាទព្រះវិហារនិងប្រាសាទតំបន់ធំបន្ទាប់ពីសកម្មភាពញុះញង់ជាច្រើនថ្ងៃរួមទាំងសកម្មភាពនៅថ្ងៃទី7 ខែធ្នូនៅប្រលានថ្មក្នុងស្រុកជាំខ្សានខេត្តព្រះវិហារដែលហាក់ដូចជាមានបំណងបង្កឲ្យមានការប្រឈមមុខដាក់គ្នាជាថ្មីម្ដងទៀតទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាក្រោយមកប្រទេសថៃបានបើកការវាយប្រហារតាមផ្លូវអាកាសនៅតាមបណ្ដោយព្រំដែនដែលមានចំនួនខណៈភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទជប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនបាននិយាយថាកងទ័ពជួរមុខរបស់កម្ពុជានៅតែរក្សាទីតាំងនិងជំហររបស់ខ្លួនបើទោះបីជាមានការវាយប្រហារម្ដងហើយម្ដងទៀតក៏ដោយជំរុញឲ្យអត់ធ្មត់និងការពារជនស៊ីវិលលោកកំពុងបញ្ជាការទប់ទល់របស់យោធាដោយផ្ទាល់វីដេអូនៅក្នុងបណ្ដាញសង្គមបង្ហាញពីប្រជាពលរដ្ឋរត់ចេញពីផ្ទះនិងសាលារៀនរបស់ពួកគេខណៈវីដេអូរបស់ក្រសួងអប់រំបង្ហាញពីសិស្សានុសិស្សកំពុងជម្លៀសចេញពីថ្នាក់រៀនខណៈសាលារៀនតាមបណ្ដោយព្រំដែននៅក្នុងខេត្តឧត្តរមានជ័យត្រូវបានបិទជាបណ្ដោះអាសន្នអំឡុងមានការវាយប្រហារកាលពីព្រឹកមិញនេះ